អរុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកជួបយាយយើងនៅព្រឹកនេះដែរយាយយើងមានតម្រុយថ្មីសម្រាប់ពុកម៉ែបងប្អូនទស្សនានឹងមើលកំសាន្តលេងសម្រាប់ថ្ងៃទី11ខែ5 2026តម្រុយរបស់យាយគឺមានប៉ុណ្ណឹងហើយយាយក៏មានសបិននិយាយជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តដូចគ្នាតែមុននឹងនិយាយសបិនយាយក៏សូមពឹងពុកម៉ែបងប្អូនដែលចូលរួមទស្សនាទាំងអស់គ្នានេះកុំភ្លេចជួយចុចពាក្យ like share subscribe ឬក៏ដល់ channel ថ្មីយើងម្នាក់មួយផងបងណាដើម្បីទទួលបានវីដេអូក្រោយៗតែចង់ពុកម៉ែបងប្អូនចូលមកស្ដាប់សបិនយាយមិញនេះយាយសបិនឃើញមនុស្សប្រុសម្នាក់បើកឡានកុងតឺន័រថាដឹកដូចជាដឹកដំឡូងចាដឹកដំឡូងហើយយកដំឡូងហ្នឹងយកទៅចាក់នៅស្រែវាលស្រែរបៀបដូចស្រែស្រូវងាប់អស់ហើយសល់តាគល់ច្រាំងណាបងអូនចាចាក់ដំឡូងនៅវាលស្រែហ្នឹងហើយចាក់ដំឡូងហើយស្រាប់តាគាត់ហ្នឹងទៅដេកនៅក្នុងឡានចាដេកនៅក្នុងឡានរបៀបដូចដេកចាំដឡូងអញ្ចឹងណាដេកនៅក្នុងឡានហ្នឹងទៅហើយឃើញយាយថាអូយដឡូងជ្វាល្អម្ល៉េះអានេះគេលក់អត់ថៃអត់មានម្ចាស់អ្នកនេះទេអត់មានម្ចាស់អ្នកលក់ទេឃើញតែគាត់ចាក់ដំឡូងនៅក្នុងវាលស្រែអញ្ចឹងណាហើយគាត់ឡើងទៅក្នុងឡានកុងតឺន័រហ្នឹងដេកនៅក្នុងឡានកុងតឺន័រហ្នឹងបាត់ទៅចាហ្នឹងហើយអញ្ចឹងយាយក៏កាត់យក46 49 41 91 96 419 464 461អស់40និងអស់9អញ្ចឹងពុកម៉ែបងប្អូនចេះកាត់លេខអីក៏យកតាមហ្នឹងទៅណាចាហើយក៏ជូនពរហេងស្នាងល្អទាំងអស់គ្នាចាំវីដេអូយាយក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយ